ផ្លូវប្រសពរៀងជាអសរទេដូច្នេះបាទអញ្ចឹងរៀងជាអសរទេខ្ញុំឧទាហរណ៍នៅលើកំណាត់ផ្លូវនេះនៅកស្នាមដៃរបស់អ្នកបើកបរគឺមិនមានផ្លូវសម្រាប់ឲ្យបត់ស្ដាំទេបាទសម្រាប់ឲ្យបត់ស្ដាំទេអញ្ចឹងក្នុងករណីនេះអ្នកបើកបរមួយចំនួនគឺល្មើសទៅនឹងសញ្ញាចរាចរណ៍ពណ៌ក្រហមដោយគាត់គិតថាការទៅមុខត្រង់នៅពេលដែលមានភ្លើងពណ៌ក្រហមនេះគឺវាស្មើគ្នាទៅនឹងការបត់ស្ដាំដែរប៉ុន្តែវាអត់មានផ្លូវបត់អញ្ចឹងក្នុងករណីនេះមានន័យថាអ្នកបើកបរគឺរំលោភទៅលើភ្លើងសញ្ញាចរាចរណ៍ហើយបាទរំលោភភ្លើងសញ្ញាចរាចរណ៍ហើយអញ្ចឹងខ្ញុំសូមធ្វើការបកស្រាយថាក្នុងករណីភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមមានន័យថាភ្លើងនេះគឺខត់ឲ្យអ្នកបើកបរត្រូវតែឈប់បាទឈប់អញ្ចឹងក្នុងករណីឈប់នេះបើមិនមានផ្លូវបត់ស្ដាំទេអ្នកបើកបរដែលស្ដាំដៃបំផុតនេះក៏មិនអាចទៅមុខបានដែរបាទក៏មិនអាចទៅមុខបានដែរបាទករណីគាត់ត្រូវតែឈប់នៅពីមុខគំនុះសម្រាប់ថ្មើរជើងឆ្លងកាត់ដូច្នេះបាទក្នុងករណីគាត់ល្មើសភ្លើងសញ្ញាពណ៌ក្រហមហើយគាត់នៅតែបន្តដំណើរទៅមុខទៀតមានថាគាត់ល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក